បងនៅតែមានរបស់នេះមិនយំទេមិនធុញទ្រាន់ទេមិនសប្បាយចិត្តទេត្រឡប់ទៅវិញលុយក្នុងកាបូបមាន1 លានលុយចាយប្រចាំខែនេះបានផ្ទេរួចហើយអាហារនៅផ្ទះឆ្អិនហើយឆាប់ត្រឡប់មកផឹកទឹកទៅខំប្រឹងទៅណាបងចង់ឆាប់បាន3ចៅធំមិនអីទេបងនឹងសងលុយអូនវិញប៉ុន្តែរឿងកូនបងមិនអាចមានកូនបានទេសូមដោះលែងបងទៅបងប្អូនសុំទោសបងខុសហើយបងមិនគួរលេងល្បែងទេឈប់រឿងល្ងងខ្លៅនេះទៅយើងចាប់ផ្ដើមថ្មីមកពីណាឆ្លោះគ្នាទៅឆ្ងាយទៅបងប្អូនបងដឹងថាអូនស្រឡាញ់បងអូនខឹងបងវាបងទៅបើអូនចង់អ្វីត្រូវនៅជាមួយមនុស្សល្ងងខ្លៅនោះមនុស្សល្ងងខ្លៅអីបងស្រឡាញ់គេបងស្រឡាញ់អូនមិនអាចជិះផុតទេអូនសម្លាញ់តោះយើងត្រឡប់ទៅផ្ទះវិញអូនចង់និយាយអ្វីគ្រាន់តែតើមនុស្សល្ងងនោះល្អជាងបងមែនទេអូយអូនល្ងងខ្លាំងណាស់ដល់ថ្នាក់ធ្វើឲ្យទេវតាធ្លាក់ចុះមកនៅហ៊ានប្រៀបធៀបជាមួយបងទៀតជប់ទៅគេផ្ដល់ឱកាសឲ្យល្អបែរជាជ្រើសរើសការដាក់ទោសឆាប់រត់ទៅបងនឹងការពីអូនទៅផឹកស៊ុបទៅល្ងងណាស់ទៅឆ្ងាយទៅអូនចង់ធ្វើអ្វីបងស្រឡាញ់អូនអូនយកចិត្តទុកដាក់លើបងខាងណាយកចិត្តទុកដាក់លើគេបងកាន់តែចង់បានគ្រប់គ្នាវីគេរហូតដល់ស្លាប់កុំវីទៀតអីតោះលែងបងទៅដោះលែងអូនគ្រាន់តែជាសុបិនតើអូនមិនមែនមានផ្ទៃពោះទេមានគេសង្លុយ3 លានដើម្បីជីវិតអូននិងកូនគ្រាន់តែធ្វើជាកូនល្អទៅស្រីស្អាតហ៊ានវីបងមែនទេល្ងងខ្លាំងណាស់បងស្រឡាញ់គេនេះដៃណាដែលវីបងនឹងកំទេចវីចោលមិនមែនល្ងងទេតើអ្នកណាឲ្យលុយ3 លានបញ្ជាឲ្យអូនសម្លាប់ពួកគេទាំងពីរបងមិនអាចទេបងមិនចង់និយាយទេនេះជាលើកទី1ដែលបងសម្លាប់បងគ្មានបទពិសោធន៍ទេវាប្រហែលជាឈឺចាប់បន្តិចទុកចិត្តបន្តិចទៅចាប់ផ្ដើមពីណាទៅបាទនោះគឺជាលោកម្ចាស់ហ្វូយ៉ុងអ្នកការពារដ៏ឆ្លៀសវៃរបស់ខ្ញុំគេធ្វើជាល្ងងចប់សពគ្រប់ហើយហ្វូយ៉ុងហ្វូគ្មានទេល្អណាស់អ្នកក៏ល្អដែរគិតរកវិធីធ្វើជាល្ងងខ្ញុំគិតថាអាចពឹងផ្អែកលើអ្នកបានឥឡូវចប់សពគ្រប់ហើយក្តីស្រមៃរបស់ខ្ញុំនៅពេលនេះអាចនិយាយបានថាបំផ្លាញចោលទាំងស្រុងរត់គេចខ្លួនយ៉ាងលឿនបែបនេះមានអារម្មណ៍ថាខុសមែនទេគួរឲ្យអាណិតហេតុអ្វីបានជាអ្នកនិយាយបែបនេះស្រឡាញ់អ្នកអស់ពីបេះដូងអ្នកបានជាសះស្បើយហើយដូច្នេះគ្មានហេតុផលអ្វីទៀតទេរក្សាខ្លួនផងហើយជួបគ្នាលាហើយអ្នកគិតថាខ្ញុំនឹងជឿអ្នកឬខ្ញុំពិតជាមិនបានកុហកទេសួស្ដីបងប្រុសបើអញ្ចឹងចូលប្រាប់មកមានអ្វីខ្លះនៅក្នុងនោះនេះគឺជាសម្ភារៈរបស់របបផ្ទាល់ខ្លួនស្នេហាមិនអាចជៀសផុតមែនទេស្រឡាញ់យ៉ាងជ្រាលជ្រៅអ្នកស្រឡាញ់ខ្ញុំឬស្រឡាញ់លុយរបស់ខ្ញុំយកព្រមខ្ញុំស្រឡាញ់លុយកាបូបនេះខ្ញុំមិនចង់បានទៀតទេខ្សែកមាសនេះខ្ញុំក៏មិនចង់បានទៀតដែរខ្ញុំប្រគល់វាឲ្យអ្នកណាក៏ដោយ